អ្នកណាគេខ្លះគឺតែងតែព្រួយបារម្ភជាមួយនឹងការហូបចុកមែនតែនជាមួយនឹងសុវត្ថិភាពចំណីអាហារអញ្ចឹងណាហើយអ្នកទាំងអស់គ្នាឃើញភេសជ្ជៈដែលនៅលើចរាចរណ៍លើទីផ្សារអីចឹងហ្នឹងគឺភេសជ្ជៈខ្លះយើងវាផឹកទៅលក្ខណៈថាសពនិមិត្តច្រើនដែរទាំងអស់គ្នាដាក់ពណ៌ដាក់ក្លិនដាក់រសជាតិហើយដាក់សារធាតុរក្សាទុកជាច្រើនមុខដើម្បីធ្វើមិនឲ្យផលិតផលរបស់គេហ្នឹងមើលទៅស្អាតនៅល្អមើលទៅនៅ fresh នៅគេហៅថាថ្មីទាំងអស់គ្នាដើម្បីទប់អំពើអស់នឹងហ្នឹងទៅគឺដាក់សារធាតុគីមីច្រើននៅក្នុងហ្នឹងហើយបើសិនជាកន្លែងខ្លះគឺស្តង់ដាឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវតឹងរឹងអាហ្នឹងយើងអត់ស្គាល់អីគេប្រើក្នុងបរិមាណមួយដែលវាអត់ប៉ះពាល់ដល់សុខភាពគេថាអញ្ចឹងប៉ុន្តែអ្នកទាំងអស់គ្នាគួរយល់ថាតើវាប៉ះពាល់អញ្ចឹងណាព្រោះវាប៉ះពាល់ក៏រៀងតិចដែរប៉ុន្តែវានៅក្នុងស្តង់ដាមួយដែលគេអនុញ្ញាតឲ្យប្រើប៉ុន្តែអ្វីដែលគ្រោះថ្នាក់គឺអ្នកផលិតភាគច្រើនគឺអ្នកទាំងអស់គ្នាតែឃើញព័ត៌មានឲ្យប្រើសារធាតុនេះលើសចំនួនដែលគេឲ្យប្រើដល់អីអញ្ចឹងទៅសូម្បីតែអាហារក្រៀមអាហារសម្ងួតអាហារអីច្រើនត្រឹមប្រទេសចិនទាំងអស់គ្នានៅតែគេធ្វើអត់ត្រូវស្តង់ដាហើយគេរីកចម្រើនជាងផងអញ្ចឹងនៅស្រុកយើងខ្ញុំសង្ឃឹមថាអ្នកដែលចូលវិស័យអាហារហ្នឹងគឺកុំអាត្មានិយមពេកចាកុំអាត្មានិយមខ្លាំងពេកអញ្ចឹងណាគឺដើម្បីតែឲ្យអាហាររបស់យើងល្អអាហាររបស់យើងឆ្ងាញ់អាហាររបស់យើងអីហ្នឹងយើងខ្វះក្រមសីលធម៌មួយដែលយើងប្រើវាលើសស្តង់ដាហើយយើងប៉ះពាល់ដល់សុខភាពមែនតើអញ្ចឹងបើសិនជាអាចអាហារកែច្នៃហ្នឹងគឺម្ដងម្កាលយើងញ៉ាំទៅប៉ុន្តែឲ្យជាប្រចាំអ្នកទាំងអស់គ្នាអាចកិច្ចបានក៏កិច្ចទៅខ្ញុំគិតថាវាមិនជាផ្ដល់អត្ថប្រយោជន៍អីឲ្យរាងកាយយើងទេយើងអាចធ្វើបានញ៉ាំនៅផ្ទះខ្លួនឯងយើងធ្វើទៅអាណាស្រស់យើងញ៉ាំទៅបើអាហារហ្នឹងគឺពិតជារត់បានមែនអ្នកទាំងអស់គ្នាគឺត្រូវការគឺអ្នកទាំងអស់គ្នាទិញហើយយករបស់ណាដែលយើងស្តង់ដាដែលមានតម្លៃខ្ពស់តិចទៅរបស់គេដែលមានតាទុបខ្ពស់អញ្ចឹងណាហ្នឹងហើយអាហារយើងប្រុងប្រយ័ត្នទៅហើយយើងញ៉ាំបានអ្វីយើងអាចធ្វើញ៉ាំបានទៅហើយកុំរកឆ្ងាញ់ពេកដោយសារតែយើងរកឆ្ងាញ់នឹងហើយបានអ្នកផលិតឲ្យយើងហ្នឹងណាដាក់អត្ថធាតុឲ្យយើងចង់ញ៉ាំហើយចង់ញ៉ាំទៀតញ៉ាំហើយចង់ញ៉ាំទៀតដើម្បីគេរកដាច់ដើម្បីបានតិថិជនហើយពណ៌ដាក់ color ចង់បានអីចាក់ចេញពណ៌ហ្នឹងខ្លះគេដាក់ strawberry ទាំងអស់គ្នាមិន strawberry ទាំងអស់គ្នាទៀតដាក់តែពណ៌តិចទៅដាក់តែក្លិន strawberry គឺសុបនិមិត្តទាំងអស់